ដូចជាកូនទីណាប្រពន្ធខ្ញុំតាចានេះក៏ឲ្យប្រពន្ធអញមកបរិស្មាត់អន្តពលនោះតថាណាមិនក៏មនុស្សអញមកចំហយើងថាមកប្រពន្ធអញទៅវិញតែប្រពន្ធអញព្រឹងឆាតែហើយមែនទេមានមកនេះដូច្នោះតនិយាយយើងមិនចេះចរខានអញច្បាស់ជាមានល្បិចអញនៅពីក្រោយហើយព្រាមនោះអ្នកទាំងពីរប្រកែកមកបានគ្នានោះបើអញខ្លាំងទៅជិតចៅក្រមកាត់គ្នាទាំងអស់គ្នាអត់ដឹងកាប់ចាំតែខ្លាំងតើពួកគេក៏នាំគ្នាទៅដល់ចៅក្រមប៉ុន្តែចៅក្រមពិចារណាពុំបានយើងពិតជាពិបាកក្នុងការកាត់ក្តីនេះជន់អ្នកទាំង3នោះដូច្នេះយើងនឹងនាំសេចក្តីនេះទៅទូលព្រះរាជាវិញទៅដល់ព្រះរាជវាំងពួកគេក្រាបបង្គំទូលព្រះរាជាដោយដំណើរទីទៅពីគ្នានេះក៏ទូលថាក្រាបទូលព្រះអង្គនេះនេះចាប់ថាទូលបង្គំជាអ្នកចំហប្រពន្ធគាត់ហើយថែមទាំងថាជាប្រពន្ធទៀតទាំងដល់ការពិតប្រពន្ធគាត់ភ្លើងឆាទៅហើយព្រះអង្គឯនេះនោះវិញក៏ទូលទៅព្រះរាជាថាបើពិតព្រះអង្គម្ចាស់សក្តិដល់ភ្លើងឆានោះមិនមែនជាប្រពន្ធខ្ញុំនោះទេនាងតើពិតជាប្រពន្ធខ្ញុំសូមព្រះអង្គទ្រង់ត្រូវពិចារណាផងចុះព្រះរាជាទ្រង់ពិចារណាហើយកាត់សេចក្តីថាសេចក្តីនេះកំដរណាស់អាណារកបានណាលុះត្រាតែរកដល់កលបញ្ញាទៅបានរួចទ្រង់ក៏ហៅអាមាត្យម្នាក់ឲ្យចូលមកចិត្តទ្រង់ចាំស្ដាប់ណាអញត្រូវចូលទៅក្នុងស្គរមួយហើយចាំស្ដាប់រាល់សម្ដីស្រីនិងប្រុសនោះនិយាយរួចក៏ត្រាយកមកឲ្យយើងនៅពេលដល់កំណត់ទទួលព្រះរាជាក្រាបទូលបន្ទាប់ពីនោះព្រះរាជាបានឲ្យនាយកនិងនាងកធីតាសែងស្គរមួយទៅតាមកន្លែងកំណត់លុះសែងស្គរទៅហើយនាងអត់ថាអ្វីឡើយតែមួយសន្ទុះនាងក៏និយាយហើយបើយើងនៅជាមួយប្តីបានយើងច្បាស់ណាស់យើងមិនមកពីបាត់ឆ្ងាយទេណានាងកុំចាស់តាំងនិយាយវិញប្រយ័ត្នទៅលើបាយការអស់ណានាងអត់ឲ្យយើងនិយាយយ៉ាងម៉េចបើធ្ងន់ស្ទើរបាក់ស្មារតីឆ្ងាយហើយនេះថៃណាស់ហើយអាមាត្យនៅក្នុងស្គរក៏ស្ដាប់សំឡេងនាងនិយាយទៅឆ្ងាយហើយក៏ស្ដាប់តាមពីនោះទុកលោកអ្នកទាំងពីរសែងដល់កំណត់ហើយគេយកអាមាត្យនោះចេញពីក្នុងស្គរហើយអាមាត្យយកដំរានោះមកសូត្រថ្វាយព្រះរាជាឥឡូវយើងរកឃើញការពិតហើយដូច្នេះយើងកាត់សេចក្តីថាឲ្យនៅនុកជាអ្នកឈ្នះរីឯអ្នកទាំងពីរវិញត្រូវទទួលទោសចំពោះអ្វីដែលខ្លួនបានប្រព្រឹត្តខុសពីសិលទាំង5រួចព្រះអង្គបញ្ជាអាមាត្យឲ្យនាំយកពួកគេទៅពេលបញ្ចប់ព្រះរាជាទ្រង់កាត់សេចក្តីនេះបានក៏ដោយសារតែបញ្ញាទិព្វពិសេសហម